បាទទូរទស្សនិកជនជាទីគោរពរាប់អាននៅថ្ងៃនេះមូលនិធិខ្មែរជួយខ្មែររបស់ស្ថានីយទូរទស្សន៍ PNN បាននាំយកនៅសម្ភារៈមួយចំនួនមកចូលរួមជាមួយនឹងមូលនិធិវិសាខាដើម្បីជួយដល់បងប្អូនដែលជាវីរៈកងទ័ពនៅជួរមុខក៏ដូចជាបងប្អូនដែលជាជនភៀសសឹករាប់សែននាក់នៅតាមបណ្ដាជំរំជនភៀសសឹកនានាដែលកំពុងត្រូវការហើយនៅក្នុងឱកាសនេះក៏យើងឃើញមានបងប្អូនដែលជាតារា rapper top 4របស់ស្ថានីយទូរទស្សន៍ PNN ក៏បានមានវត្តមាននៅទីនេះដែរហើយដើម្បីកុំឲ្យចំណាយពេលយូរដើម្បីជ្រាបថាតើនៅក្នុងឱកាសនេះមានសម្ភារៈអ្វីខ្លះហើយបានមកពីណាពីណីខ្លះនោះសូមស្ដាប់ការលើកឡើងរបស់ប្អូនប្រុសអេមីបាទប្អូនប្រុសអេមីដែលជាសមាជិកម្នាក់នៅក្នុងចំណោម rapper top 4របស់ស្ថានីយទូរទស្សន៍ PNNសម្ភារៈដែលយើងយកមកចូលរួមជាមួយនឹងវិសាខាថ្ងៃនេះគឺយើងមានអង្គ3តោនក៏ដូចជាទឹកសុទ្ធ100យួរហើយយើងទទួលបានពី PNN TV ដែលមាន budget របស់ខ្ញុំបាទ top 4បានពីការ performance ក៏ដូចជាបុគ្គលិករបស់ PNN ហើយនឹងថ្នាក់ដឹកនាំ PNN ក៏ដូចជាដៃគូសហការរបស់ PNN មកសម្រាប់ជនដែលគាត់ចូលរួមតាមរយៈមូលនិធិ PNN ផងដែរសម្រាប់មូលនិធិខ្មែរជួយខ្មែរនេះគឺមិនមែនជាលើកទី1ទេគឺយើងធ្វើច្រើនដងមកហើយយើងបានចូលទៅតាមមូលនិធិសប្បុរសធម៌ផ្សេងទៅតាមទីតាំងមានដូចជាអ៊ីតមួមានដូចជាកោះពេជ្រក៏ដូចជាតាមទីតាំងសប្បុរសជនផ្សេងផងដែរបងសំណូមពរឲ្យបងប្អូនខ្មែរយើងជួយគ្នាតាមតែអាចជួយទៅបានដោយសារពេលនេះជាតិយើងពិតជាត្រូវការយើងមែនតើអញ្ចឹងតិចក្តីច្រើនក្តីវាអាច contribute to ការងារជាតិដែលជាតម្រូវការចាំបាច់មែនតើដោយសារជនភៀសសឹកយើងឥឡូវចំនួនក៏កើនឡើងខ្លាំងហើយបញ្ហានេះអត់ទាន់ចប់នៅឡើយបាទដូច្នេះនេះគឺជាការបង្ហាញពីទី1ជាការបង្ហាញថាបងប្អូនដែលជាសិល្បករសិល្បករនីមិនមែនពួកគាត់ត្រឹមតែចេះច្រៀងរាំនៅលើវេទិកាប៉ុណ្ណឹងទេពួកគាត់ក៏ចេះធ្វើកិច្ចការសង្គមចេះធ្វើកិច្ចការដើម្បីជួយជាតិដើម្បីជួយបងប្អូនដែលជាវីរៈកងទ័ពក៏ដូចជាបងប្អូនដែលជាជនភៀសសឹកដូចជាលោកអ្នកទូទៅអញ្ចឹងដែរនឹងទី1ទី2នេះពុំមែនជាលើកទី1ទេហើយក៏មិនមែនជាលើកចុងក្រោយដែរដែលមូលនិធិខ្មែរជួយខ្មែររបស់ស្ថានីយទូរទស្សន៍ PNN បាននាំយកសម្ភារៈបរិក្ខារជួយដល់បងប្អូនដែលជាវីរៈកងទ័ពនៅជួរមុខក៏ដូចជាបងប្អូនដែលជាជនភៀសសឹកនៅតាមជំរំជនភៀសសឹកនានាជារូបភាពដែល PNN យកទៅជួយដោយផ្ទាល់ក៏ដូចជា PNN យកសម្ភារៈនេះទៅចូលរួមជាមួយមូលនិធិនានាដូចជាឱកាសនេះដែល PNN យកមកចូលរួមជាមួយវិសាខានេះជាដើមបាទឥឡូវនេះខ្ញុំបាននឹងក្រុមការងារសូមបញ្ចប់សេចក្តីរាយការណ៍ត្រឹមតែប៉ុណ្ណេះពីខ្ញុំខឿនសខៀង PNN រាយការណ៍ពីមូលនិធិវិសាខារាជធានីភ្នំពេញ